សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ប្រភេទទឹកក្អូបដែលខ្ញុំដាក់នៅខាងមុខហ្នឹងគឺជាប្រភេទទឹកក្អូបរក្សាផុសផុលចំនួន20លីត្រសម្រាប់ប្រភេទទឹកក្អូបរក្សាផុសផុលហ្នឹងដែរមានធុងពណ៌ខៀវសាច់ទឹកក្អូបនៅខាងក្នុងមានពណ៌ស្វាយកំហាប់ខាប់ល្អមានក្លិនក្អូបរបៀបចាហួយផ្អែមបងប្អូនដែលគាត់ស្រឡាញ់ក្លិនផ្អែមបងប្អូនអាចសាកល្បងប្រើប្រាស់បានជាមួយនឹងទឹកក្អូបរក្សាផុសផុលហើយសម្រាប់ប្រភេទទឹកក្អូបនេះដែរគឺខ្ញុំណែនាំជាពិសេសជូនទៅបងប្អូនដែលគាត់បើកជាអាជីវកម្មបោកអ៊ុតបងដែលគាត់បើប្រភេទខោអាវគីឡូខោអាវក្បាលគីបបងចាំបានប្រភេទទឹកក្អូបដែលមានតម្លៃធូរថ្លៃមានចំណុចច្រើនហើយអាចប្រើប្រាស់បានយូរមានក្លិនក្អូបផ្អែមនៅក្នុងហ្នឹងបងអាចសាកល្បងប្រើប្រាស់បានជាមួយនឹងទឹកក្អូបរក្សាផុលសម្រាប់ប្រភេទទឹកក្អូបហ្នឹងដែរអត់មានត្រឹមតែមានក្លិនក្អូបនិងជាប់សាច់កណាត់បានល្អទេគឺមានសារធាតុបន្ទន់សាច់កណាត់ធ្វើឲ្យសាច់កណាត់សម្លៀកបំពាក់បងទន់ល្អពេលដែលប្រើប្រាស់ហើយបងយកទៅអ៊ុតក៏មានសភាពងាយស្រួលក្នុងការអ៊ុតដែរអញ្ចឹងបងអាចយកទៅប្រើប្រាស់បានគ្រប់ប្រភេទសាច់កណាត់ទាំងអស់មិនថាមុងភួយខោអាវបងធ្វើការខោអាវពណ៌សឬមួយក៏ខោអាវពណ៌ខ្មៅទេហើយបងអាចប្រើប្រាស់បានទាំងបោកដៃជាមួយនឹងបោកម៉ាស៊ីនសម្រាប់បងដែលគាត់បោកនៅក្នុងម៉ាស៊ីនបងដាក់សម្លៀកបំពាក់បងចន្លោះពី5ទៅ6គីឡូបងប្រើចំណុះទឹកក្អូបចន្លោះពី2ទៅ3គម្របហើយបើសិនជាបងប្រើប្រាស់បោកផ្ទាល់ជាមួយនឹងដៃបងគ្រាន់តែចាក់សាច់ទឹកក្អូបចូលទៅក្នុងទឹកហើយបងដាក់ទៅតាមសម្លៀកបំពាក់បងជាក់ស្ដែងបងធ្វើការត្រាំចន្លោះពី2ទៅ3នាទីបងទទួលបានសម្លៀកបំពាក់ដែលមានក្លិនក្អូបជាប់នឹងសាច់កណាត់បានល្អហើយសម្រាប់ប្រភេទទឹកក្អូបរក្សាផុសផុលនឹងដែរបងហាលនៅក្នុងម្លប់ក៏មានឡើងជាក្លិនក្អួរឬមួយក៏ក្លិនមិនល្អពេលដែលហាលត្រូវថ្ងៃដែរអញ្ចឹងទោះបីបងហាលនៅក្នុងម្លប់ក៏នៅតែរក្សាក្លិនក្អូបនៅជាប់សាច់កណាត់ដែរពេលដែលបងប្រើប្រាស់ប្រភេទទឹកក្អូបរក្សាផុសផុលនឹងហើយបងនឹងសង្កេតឃើញថាសម្លៀកបំពាក់បងមានសភាពទន់ល្អងាយស្រួលក្នុងការពាក់អត់មានធ្វើឲ្យលាក់ស៊ីលើស្បែកបងពេលដែលប្រើប្រាស់ហើយទេអញ្ចឹងសម្រាប់ប្រភេទទឹកក្អូបរក្សាផុសផុលនឹងដែរគឺជាប្រភេទផលិតផលរបស់ខ្មែរមានសិប្បកម្មផលិតនៅក្នុងស្រុកមានទាំងបាគោ884នៅលើល្បែលរបស់សបកធំហើយមានទាំងចុះបញ្ជីចុះបផមានការត្រួតពិនិត្យគុណភាពនៃការផលិតត្រឹមត្រូវបងធ្វើការប្រើប្រាស់ដែលមានទំនុកចិត្តជាប្រភេទផលិតផលដែលមានស្តង់ដារហើយសម្រាប់បងដែលគាត់ចង់សាកល្បងប្រើប្រាស់បងអាចធ្វើការរត់ទិញបាននៅតាមសាខាយក្សាដែលនៅជិតផ្ទះបងឬមួយក៏បងអាចធ្វើការរត់ទិញបាននៅតាមផ្សារទំនើបឬមួយក៏កន្លែងបោះដុំនានាដោយសារតែប្រភេទទឹកក្អូបរក្សាផុសផុលហ្នឹងគឺខាងក្រុមហ៊ុនខ្ញុំមានដាក់លក់នៅតាមផ្សារទំនើបបងអាចធ្វើការរត់ទិញបាននៅតាមផ្សារទំនើបឬមួយក៏បងដែលគាត់ចង់មកដល់ទីតាំងផ្ទាល់ធ្វើការតេស្តផ្ទាល់ក៏បងអាចមកដល់ទីតាំងបានដែរខាងខ្ញុំមានរហូតដល់2សាខានៅខាងសៀមរាបនៅចុងស្ពានបបោហើយនៅទីក្រុងភ្នំពេញនៅផ្ទៃ1800ក្រោយតែដំឈីសុខារានៅខាងគ្រូសកែបងមកដល់ទីតាំងផ្ទាល់បងងាយស្រួលក្នុងការធ្វើតេស្តក្លិនសាកបងតេស្តក្លិនដែលបងពេញចិត្តបានសម្រាប់បងដែលគាត់នៅតាមខេត្តពិបាកក្នុងការធ្វើដំណើរមកដល់ទីតាំងផ្ទាល់បងក៏អាចធ្វើការកម្មបាននៅតាម page របស់យេសាឬមួយក៏តាមលេខទូរស័ព្ទរបស់ខាងក្រុមហ៊ុនខាងខ្ញុំមានក្រុមការងារជួយឆ្លើយតបនិងណែនាំជូនផលិតផលជូនបងឲ្យត្រូវជាមួយនឹងតម្រូវការបងអរគុណច្រើនបង